ជំរាបសួរបងប្អូនជាថ្មីម្ដងទៀតថ្ងៃនេះខ្ញុំមានប្រធានបទមួយលើកមកបង្ហាញបងប្អូនគឺប្រធានបទពាក់ព័ន្ធទៅនឹងពាក្យថាមាត្រាគឺសំដៅលើមាត្រានៅក្នុងច្បាប់អញ្ចឹងបងប្អូនមានអាចចាប់អារម្មណ៍ថាមាត្រាក្នុងច្បាប់ជាទូទៅគឺអត់មានដាក់ទីទេមាត្រា1មាត្រា2មាត្រា3រហូតដល់អស់មាត្រារបស់ច្បាប់ចឹងទៅគឺគេដាក់មាត្រាដាក់លេខអត់មានទីទេអញ្ចឹងហេតុអីបានមាត្រាគេអត់ដាក់ទីបងប្អូនហើយចុះហេតុអីបានមានមាត្រាខ្លះគេដាក់ទីប៉ុន្តែទស្សនវិជ្ជាទូទៅច្បាប់មាត្រាអត់មានទីទេតែមានច្បាប់ខ្លះគឺមាត្រាដាក់ទីអញ្ចឹងបងប្អូនមានឆ្ងល់ទេថាហេតុអីបានច្បាប់មានមាត្រាមានទីហើយមាត្រាអត់ទីអញ្ចឹងឥឡូវនេះខ្ញុំបកស្រាយជូនបងប្អូនច្បាប់ជាទូទៅមាត្រាគេអត់ដាក់ទីទេគឺមាត្រាលេខរបស់មាត្រា1 2 3យ៉ាងទៅអត់មានទីទេនឹងគឺជាច្បាប់ដោយហេតុអីច្បាប់អត់ដាក់ទីដោយហេតុថាតម្លៃរបស់មាត្រាហ្នឹងគឺមានតម្លៃស្មើគ្នាហើយមាត្រានោះទៀតសោតគឺអត់មានលំដាប់លំដោយទេមានន័យថាគេត្រូវការប្រើវិធានគតិយុត្តរបស់មាត្រាណាគេទាញវិធានគតិយុត្តរបស់មាត្រាហ្នឹងយកមកប្រើអញ្ចឹងមាត្រាច្បាប់ទាំងអស់ហ្នឹងពីមាត្រា1រហូតដល់មាត្រាចុងក្រោយរបស់ច្បាប់ណាមួយគឺមានតម្លៃស្មើគ្នាទាំងអស់ត្រូវការទាញប្រើគេយកមកប្រើអញ្ចឹងមាត្រា1គឺជាវិធានគតិយុត្តមួយនិយាយពីរឿងរ៉ាវមួយក្នុងច្បាប់ហ្នឹងអញ្ចឹងមានតម្លៃស្មើគ្នាមាត្រាអត់មានទីទេតែមានករណីពិសេសបងប្អូនករណីពិសេសខ្លះច្បាប់មាត្រាមានទីបើសិនជាយើងឃើញមាត្រាហ្នឹងមានទីមានន័យថាគេសំដៅទៅលើច្បាប់ហ្នឹងគឺមានលំដាប់លំដោយមានន័យថាតើតាចូលមាត្រាទី1ហើយបានចូលមកមាត្រាទី2កើតឧទាហរណ៍មួយបងប្អូនពាក់ព័ន្ធទៅនឹងច្បាប់ប្រកាសឲ្យចូលរដ្ឋធម្មនុញ្ញចូលធម្មានដាក់មាត្រាទី1មាត្រាទី2អញ្ចឹងនេះគឺជាការបញ្ជាក់ជូនបងប្អូនហើយទៅមុខទៀតខ្ញុំនឹងមានប្រធានបទមួយទៀតពាក់ព័ន្ធទៅនឹងមាត្រាមានទីអត់ទីដែរប៉ុន្តែខ្ញុំនឹងលម្អិតជូនបងប្អូនបន្ថែមមួយកម្រិតទៀតបាទសូមអរគុណបងប្អូនសូមជម្រាបលាជួបគ្នាពេលក្រោយ